ចាហើយសម្រាប់មេរៀននៅក្នុងសប្តាហ៍នេះគឺយើងនិយាយពី AI សម្រាប់ការលក់ហើយដូចខ្ញុំសៀនសក់នៅក្នុងក្រុមអញ្ចឹងcontent ដែលយើងនឹងសិក្សានៅថ្ងៃនេះមាន3ធំធំតែផ្នែកទី1យើងនិយាយអំពីAI ក្នុងការរុករកនិយាយរុករកឬក៏ស្រាវជ្រាវមើលទៅលើអតិថិជនគោលដៅរបស់យើងហើយសម្រាប់ផ្នែកទី2គឺយើងនឹងរៀនអំពីការសរសេរ content តកតងការ content advertise តកតងនឹងbusiness របស់យើងណាផលិតផលឬក៏សេវាកម្មរបស់យើងហើយនៅផ្នែកទី3យើងនឹងរៀនអំពីការអនុវត្តជាក់ស្ដែងអញ្ចឹងនៅក្នុងនោះខ្ញុំមាន share តកតងនឹងក្រុមមួយចំនួនដើម្បីឲ្យបងយកទៅអនុវត្តតែយកទៅអនុវត្តណាកុំយកទៅទុកចោលតែយកទៅទុកចោលអត់ដឹងថាត្រូវធ្វើអីគេបន្តទៀតអញ្ចឹងណាអូខេមានខ្ញុំជា co-founder ហើយនិង CEO សម្រាប់ BU ហើយនឹងមានវិជ្ជការក៏គាត់ជាmedia planner ហើយនឹងលោកសុកសុកអាចជា brand story mentor ចឹងសម្រាប់ការចាប់ផ្ដើមដំបូងគឺយើងត្រូវស្គាល់អំពីអតិថិជនរបស់យើងឲ្យកាន់តែស៊ីជម្រៅហើយស្គាល់ឲ្យស៊ីជម្រៅតាមរយៈអ្វីដែលយើងនឹងទៅមើលទាំងអស់គ្នាអូខេឥឡូវនេះយើងនឹងមើលភាពខុសគ្នារវាងអតិថិជនដែលរបស់យើងនៅមុនដែលយើងនឹងប្រើ AI និងបន្ទាប់ពីយើងប្រើ AI ហើយមុននេះយើងត្រូវចំណាយពេលវេលាច្រើននៅក្នុងអឺយើងត្រូវចំណាយពេលវេលាជាច្រើនម៉ោងដើម្បីស្វែងរកទិន្នន័យដោយដៃឬក៏ព័ត៌មានដែលយើងទទួលបានហ្នឹងជាព័ត៌មានដែលមិនពេញលេញហើយពិបាកនៅក្នុងការវិភាគតែក្រោយពីយើងប្រើ AI ជាការជំនួយគឺអ្វីដែលយើងទទួលបាននោះគឺអឺកាន់តែរហ័សហើយនឹងមានប្រសិទ្ធភាពខ្ពស់ជាងមុន AI អាចប្រមូលទិន្នន័យពីប្រភពជាច្រើនអឺដែលនៅក្នុងរយៈពេលត្រឹមតែប្រហែលនាទីនិយាយទៅក្នុងរយៈពេលខ្លី AI គឺអាចប្រមូលទិន្នន័យមកឲ្យយើងហើយព័ត៌មានដែល AI ផ្ដល់ឲ្យយើងគឺជាព័ត៌មានលម្អិតដែលអាចឲ្យយើងវិភាគដោយស្វ័យប្រវត្តិនិងផ្ដល់វាហៅថាactionable insight តែអាចដែលយើងអាចយកមកអនុវត្តបានភ្លាមៗតែម្ដងឬក៏យើងថាយើងអាចវិភាគហើយយកមកកែតម្រូវបានលឿនជាងមុនចា៎ ខាងក្រោមនេះគឺជាអ្វីដែលយើងអាចធ្វើបានឧទាហរណ៍ថាយើងអាចប្រើ AI នៅក្នុងការបង្កើតcustomer persona ឬឬក៏យើងរកpain point ចំណុចឈឺចាប់បញ្ហារបស់អតិថិជនរបស់យើងតបមកយើងបង្កើតនៅទិសដៅសម្រាប់អឺអតិថិជនរបស់យើងនៅក្នុងនេះខ្ញុំមាន share ព្រមអញ្ចឹងព្រមដែលយើងអាចប្រើបាននៅក្នុងការ research customer របស់យើងនេះគឺយើងអាចទៅសេបានដូចនៅក្នុងនេះអញ្ចឹងណាគឺយើងទៅសេអឺ analyze the typical pain point of a client small business owner នេះអានេះជាឧទាហរណ៍ឯងអញ្ចឹងបងទាំងគ្នាអាចដូរមកកាន់ business របស់យើងវិញណាអញ្ចឹងនៅក្នុងប្រឡោះគ្នានេះគឺជាប្រឡោះមួយសម្រាប់ឲ្យអឺបងអាច replace នៅ business របស់ខ្លួនបានអញ្ចឹងព្រមនេះខ្ញុំនឹង share ទៅឲ្យបងដែលបានចូលរៀននៅក្នុងវគ្គនេះហើយបងគ្រាន់តែចូលតាម link ហ្នឹងទៅបងអាច copy file យកមក edit ជាមួយនឹងbusiness តខ្លួនរបស់បងទាំងអស់គ្នាហើយយើងនឹងទទួលបាន result អូខេហើយបន្តមកទៀតហ្នឹងយើងនិយាយអំពី AI tool សម្រាប់ដែលយើងបង្កើតជា lead generation ណាអញ្ចឹងនៅក្នុងនេះយើងបែងចែកជា3អឺទី1យើងនិយាយអំពីtool ChatGPT ទី2យើងនិយាយអំពីPerplexity AI និងទី3យើងនិយាយអំពី LinkedIn បូកនឹងជាមួយ AI អញ្ចឹងជាទូទៅគឺយើងអាចប្រើ ChatGPT នៅក្នុងការរកគោលដៅទីផ្សារគោលដៅរបស់យើងដោយ ChatGPT ពិព័រណ៍នៃអតិថិជនដែលអាចក្លាយទៅជាអតិថិជនពិតតាមអឺនិយាយហៅថា industry យើងអាចរកតាម industry ឬក៏ទីតាំងឬក៏ប្រភេទអាជីវកម្មរបស់ពួកគាត់បានហើយបន្តមកទៀតChatGPT ក៏អាចវិភាគនៅទិន្នន័យបង្កើននៅ ICP និង list scrolling ឲ្យយើងផងដែរហើយបងប្អូនទាំងអស់គ្នាមានស្គាល់ពី ICP ឯងអូខេពាក្យពេញរបស់ ICP គឺយើងនិយាយពីidea customer profile ហ្នឹងណាទៅពេលយើងប្រើអក្សរកាត់យើងដាក់ ICP
thếសម្រាប់perplexity ហេតុអីបើយើងត្រូវប្រើ perplexity AI ដើម្បីរកព័ត៌មានរបស់ក្រុមហ៊ុនក៏ដូចជា market trend competitor analyze ហើយនិង real time data ដោយសារអីAI មួយនេះគឺជា AI មួយដែលផ្ដល់ព័ត៌មានឲ្យយើងគឺ real time តែម្ដងចា៎អញ្ចឹងបានជាយើងក្នុងការដែលយើងត្រូវចង់បានព័ត៌មានតកតងនឹងក្រុមហ៊ុនក៏ដូចជាតកតងនឹង market trend អីហ្នឹងទាំង4ចំណុចខាងលើនេះគឺយើងប្រើនៅក្នុង AI Perplexity គឺបានព័ត៌មានច្បាស់ជាងយើងប្រើនៅក្នុង ChatGPT ហើយចុងក្រោយគេគឺយើងប្រើនៅក្នុងLinkedIn ហេតុអីបានត្រូវប្រើ LinkedIn បើដោយសារនៅក្នុង LinkedIn គឺប្រមូលផ្ដុំទៅដល់profile របស់អតិថិជនរបស់យើងអញ្ចឹងនៅក្នុង LinkedIn អឺនិយាយទៅយើងដឹងហើយឥឡូវបច្ចេកវិទ្យាទំនើបគឺគ្រប់ platform ទាំងអស់គឺចាប់ផ្ដើម update ទៅ AI គេ implement ជាមួយនឹង AI នេះអញ្ចឹងផ្ដល់សសរទាំងនោះគឺផ្ដល់ភាពងាយស្រួលឲ្យយើងកាន់តែច្រើនអញ្ចឹងហើយបានកន្លែងនេះខ្ញុំដាក់ link inbox AI អញ្ចឹងតកតងនឹង profile អតិថិជនរបស់យើងគឺយើង research នៅក្នុងហ្នឹងគឺយើងបានព័ត៌មានបានកាន់តែច្បាស់ហើយអឺកាន់តែ detail ហើយបន្តមកទៀតខ្ញុំក៏មានប្រមមួយចំនួនទៀតដែលយើងអាចយកមកប្រើប្រាស់បានណាដើម្បីយកមក running ដើម្បីបាន lead generation ហ្នឹងចាអញ្ចឹងនេះគឺជា prompt នេះអញ្ចឹងlink នេះខ្ញុំផ្ញើឲ្យគ្នាយើងឲ្យហើយដាក់នៅក្នុងឆាតណាចាអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមានបែងចែកប្រមដែលយើងសម្រាប់ប្រើនៅក្នុង chat GPT ដើម្បី research តកតងនឹង research និងទទួលបាន list scoring ហើយអឺនេះគឺជាប្រមដែលយើងប្រើនៅក្នុង Perflex City AI Perfect City AI នេះlink របស់នេះ link AI ហ្នឹងណាអត់មានខ្ញុំផ្ញើឲ្យទាំងអស់ហើយនេះគឺជាប្រមដែលបងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តបានចឹងតកតងនឹងមេរៀនថ្ងៃនេះចង់ឲ្យបងប្អូនទាំងអស់គ្នាយកទៅអនុវត្តដើម្បីអីដើម្បីយើងដឹងថាអូខេតើតកតងនឹងមេរៀនហ្នឹងបាន effective ដល់business យើងដែរឬអត់ហើយ effective បានប៉ុណ្ណាដែរខ្ញុំក៏ចង់ដឹងដូចគ្នាដែរនៅពេលដែលខ្ញុំធ្វើរៀបចំមេរៀននេះខ្ញុំក៏បានព្រមនឹង idea មួយចំនួនសម្រាប់ run business ផងដែរអញ្ចឹងបន្តមកទៀតខ្ញុំនឹងអនុវត្តតាមនឹងដូចគ្នា slide នេះយើងនឹងនិយាយអំពី lead generation workflow អញ្ចឹងតើតើ lead generation workflow គឺទី1យើងត្រូវធ្វើការ research ទី2យើងត្រូវ qualify ហើយទី3យើងធ្វើ personalize ទៅលើអ្វីដែលយើងទទួលបាននិងចុងក្រោយគេគឺយើង reach out ទាំងអស់នេះគឺជាដំណើរការដើម្បីឲ្យយើងបង្កើត lead អូខេបន្តមកទៀតយើងចូលដល់ការបង្កើត content ជាធម្មតាយើងដឹងហើយចង់បានទឹកការលក់បានច្រើនការលក់បានល្អតើតា content ដែលយើងផុសនៅក្នុង social ហ្នឹងគឺជា content ដែលល្អដែលទាក់ទាញដែរអញ្ចឹងជាធម្មតាបើសិនយើងមិនអ្នកជំនាញគឺយើងពិបាកនៅក្នុងការរកនៅ content ណាអញ្ចឹងយើងអាចប្រើ AI ជាជំនួយបានអូខេតើអ្នកគ្នាធ្លាប់ឮពីAIDA framework អត់ AIDA អត់ទេ អត់ទេថ្មីតែម្ដងថ្មីបង ថ្មីអាចារ្យនេះគឺជាពាក្យពេញរបស់AITA អឺ A ហ្នឹងគឺស្មើនឹង attention បើយើងបកជាខ្មែរថាការតាក់ទាញចំណាប់អារម្មណ៍ដែលនៅក្នុងវីដេអូយើងហៅ hook ធ្លាប់ឮអត់ណា hook បើ hook ធ្លាប់ឮណាធ្លាប់ឮចាហើយI ហ្នឹងគឺ interest ការបង្កើតចំណាប់អារម្មណ៍ហើយនឹង D ហ្នឹង desire ហើយ A action AI DA ហ្នឹងគឺជារចនាសម្ព័ន្ធមួយសម្រាប់ឲ្យយើងក្នុងការសរសេរនៅការcontent ក្នុងការផ្សព្វផ្សាយឬក៏ព័ត៌មានពីផលិតផលដែលយើងប្រើប្រាស់ទូលំទូលាយនៅក្នុងទីផ្សារសម្រាប់ការលក់របស់យើងអញ្ចឹងតកតងនឹងជំហានទី1A ហ្នឹងមុនហ្នឹងខ្ញុំបាននិយាយហើយថា A ហ្នឹងគឺអឺ attention គឺសម្រាប់យើងទាក់ទាញចំណាប់អារម្មណ៍នឹងឯងតែធ្វើមិនដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ណាឧទាហរណ៍ថាឥឡូវខ្ញុំឧទាហរណ៍តាក់ទងជាមួយនឹង stock plus ខ្ញុំហ្មងណាអឺតើអ្នកចំណាយពេលប្រហែលមកក្នុងការរាប់និងគ្រប់គ្រង stock ទំនិញអាហ្នឹងអាចថាវារៀងស្រាលតែបើសិនជាចាក់ទៅចំអតិថិជនដែលគាត់កំពុងមានបញ្ហាតាក់ទងនឹង stock
អាចអូខេគាត់ចាប់អារម្មណ៍មួយអញ្ចឹងណានេះគ្រាន់តែឧទាហរណ៍មួយអញ្ចឹងបងទាំងអស់គ្នាអាចនឹកឧទាហរណ៍តាក់ទង business របស់យើងវិញថាតើយើងគួរតែផ្ដើមពីអីគេដើម្បីឲ្យអតិថិជនគាត់មានចាប់អារម្មណ៍បែកមក business របស់យើងអញ្ចឹងណាហើយបងម៉ាឡាលោកសៅអឺតើបងប្អូនទាំងអស់គ្នាអាសាភ្លេចសៅមែនអត់អញ្ចឹងជាមួយនឹងអឺ process safety បងប្អូនទាំងអស់គ្នាមិនបាច់ carry សៅទៀតទេមានតែមេដៃមួយគឺអាចចូលផ្ទះបានតែអញ្ចឹងណាឧទាហរណ៍តែពាក្យទាំងអស់ហ្នឹងក៏យើងអាចសួរទៅAI ដើម្បីឲ្យរៀបចំជាkeywords ដែលសម្រាប់តាក់ទាញដែរអញ្ចឹងយើងសួរទៅយើងនឹងទទួលបានជា option ណា option មួយចំនួនមកយើងយកមកយើង verify មើលទៅថាតើអ្វីដែល AI បានផ្ដល់មកឲ្យយើងហ្នឹងយើងគួរតែកែតម្រូវអឺយ៉ាងម៉េចដើម្បីឲ្យវា nature ត្រូវជាមួយនឹងអឺចំណាប់អារម្មណ៍របស់អតិថិជនយើងចាអឺតកតងនឹងអឺអាយម្ដងចាអាយហ្នឹងគឺយើងបង្ហាញពីបញ្ហាដែលពួកគាត់ដែលអតិថិជនរបស់យើងកំពុងតែប្រឈមមុខហើយនឹងជំរុញឲ្យពួកគាត់ចង់ដឹងបន្ថែមទៀតឧទាហរណ៍ថាអាជីវកម្មជាច្រើននៅកម្ពុជាហ្នឹងកំពុងតែងាត់ប្រាក់អឺដោយសារតែការគ្រប់គ្រងស្តុកមិនត្រឹមត្រូវតកតងនឹងចំណុចទី3 D D ហ្នឹងគឺយើងត្រូវតែចាប់ផ្ដើមបង្ហាញពីដំណោះស្រាយថាតើយើងមានដំណោះស្រាយអីដើម្បីទៅដោះស្រាយបញ្ហាដែលគាត់បានកំពុងតែជួបប្រទះហ្នឹងអញ្ចឹងចំណុចនេះយើងត្រូវបង្ហាញពីដំណោះស្រាយនិងអត្ថប្រយោជន៍ដែលបង្កើតបន្ថែមនៅអារម្មណ៍ឲ្យពួកគាត់មានអារម្មណ៍ថាគាត់ស្ដាប់ហើយsolution ហ្នឹងគឺអាចជួយដោះស្រាយបញ្ហារបស់គាត់បានធ្វើឲ្យគាត់ហ្នឹងចង់ដឹងព័ត៌មានបន្ថែមចង់ទិញទៅលើផលិតផលឬក៏សេវាកម្មរបស់យើងអឺឧទាហរណ៍ខ្ញុំឧទាហរណ៍មកសុកក៏ដែរខ្ញុំលក់ស្តុកថ្ងៃនេះឧទាហរណ៍Software.Asia ជាប្រព័ន្ធ ERP ដ៏ឆ្លាតវៃមួយដែលអាចជួយអ្នកតាមដានស្តុកនិងការលក់ដោយស្វ័យប្រវត្តិនេះជាឧទាហរណ៍របស់ខ្ញុំណាចុងក្រោយគេគឺតកតងនឹងការជំរុញឲ្យធ្វើសកម្មភាពអញ្ចឹងអឺឬក៏យើងហៅនិយាយយើងហៅថា call to action ណាអញ្ចឹងបន្តមកទៀតយើងចង់ឲ្យគាត់ធ្វើអីគេឲ្យគាត់ខលមកយើងឲ្យគាត់ផ្ញើសារទម្លាក់លេខទម្លាក់ទីតាំងឬក៏តាក់ទងមកយើងហើយបន្ថែមពីនោះទៀតឧទាហរណ៍ថាយើងមាន promotion ឬក៏មានអ្វីដែល offer ឲ្យគាត់គឺយើងដាក់បន្ថែមទៅទៅចុងក្រោយហ្នឹងហើយឧទាហរណ៍ថាចុះឈ្មោះប្រាសេវាកម្មឥឡូវនេះអ្នកនឹងទទួលបានរយៈfree demo រយៈពេល1 ខែ 2 ខែឬក៏អឺយើងមានdiscount ប្រហែលភាគរយអញ្ចឹងទៅអូខេហើយខាងស្ដាំនេះបងឃើញនៅក្នុងប្លុកខ្មៅហ្នឹងគឺយើងមានជា sample ព្រមដែរ Write a product description using AIDA framework for product name ចឹងកន្លែងនេះបងអាច replace មក product របស់បងទៅហើយបងនីតាឥឡូវបងនៅធ្វើចំហួយ Gami របស់កូនក្មេងគេដែរចឹងកន្លែងហ្នឹងបងដាក់ដៃហ្នឹងមកហ្នឹងហើយអូនចាហើយអឺ product detail អានេះយើងត្រូវដាក់នៅ product detail របស់យើងហើយ target audience យើងទៀតហ្នឹងkey benefit ដែលផលិតផលនិងសេវាកម្មរបស់យើងផ្ដល់ឲ្យអតិថិជនតោះមកអានេះយើងcopy ផាមកអញ្ចឹងមកបន្ទាប់ពី run ព្រមហ្នឹងទៅបងនឹងទទួលបានអឺ product description detail មួយឯងដែលនៅក្នុងហ្នឹងមាន include ទាំង4ចំណុចដែលខ្ញុំបានបញ្យល់ខាងលើហ្នឹងអញ្ចឹងបង copy from ដែលខ្ញុំដាក់នៅក្នុងហ្នឹងមកហើយចូលមកនៅក្នុង chat GPT មកអូខេតែមុននឹងយើងរ៉ាន់យើងកែណានេះដូច product name នេះយើងត្រូវ refresh មកហើយfor អីគេstop plus EOP ណាproduct detail manage stock manage AP as នេះខ្ញុំឧទាហរណ៍ខ្លីៗទៅដើម្បីឆាប់បានរ៉ាន់target audience wholesale retail EP company ចឹងបាទ key benefit fast
easy and មានឃើញផ្ញើ link មកតែ ញ៉ាំក្នុងឆាតបង ហ្នឹងឯងបងមើលឆាតហ្នឹងតែឆាតមើលលេខអញមែន អត់ទេឆាតនៅក្នុង Zoom បង នៅក្នុងឆាតក្នុង Zoom ហ៎ ចាឆាតក្នុង Zoom កុំតែហៅឆាតក្នុង Zoom ហ្នឹងចឹងមានឃើញលោត អូខេ ឆាតក្នុង Zoom key benefit clear fast and run every device everywhere ចានេះជា sample ខ្ញុំ sample ឲ្យបងមើលក្រុមអូខេអញ្ចឹងពេលដែលយើង run prompt ហ្នឹងហើយគឺយើងទទួលបាននេះ when the host declare problem នេះនិយាយពី problem មកកណ្ដាប់ខាងលើនេះគឺជា problem ហើយនេះគឺជា solution អញ្ចឹងទៅណាបើថាពេលដែលបានមកអញ្ចឹងឧទាហរណ៍យើងមើលទៅកន្លែងណាដែលឆ្កងអីអញ្ចឹងយើងយកមកយើង edit បន្ថែមទៀតអញ្ចឹងណាយើងមិនយកមកទាំងដល់ទេយើងយកមកហើយយើង verify ថាអូខេអាហ្នឹងសមស្របអត់វាពិតប្រាកដជាមួយនឹងយើងហៅថារឿងពិតជាក់ស្ដែងសមស្របអត់បើសិនជាអូខេសមស្របយើងអូខេយកតែបើសិនយើងមើលទៅឆ្កងខុសតោះកន្លែងណាយើង edit តាមហ្នឹងហើយបើសិនចង់បានជាខ្មែរយើងដាក់មកខ្មែរ version មកហើយបើចង់ធ្វើអាហ្នឹងទៅជាវីដេអូដាក់ថែមទៀតមកយើងធ្វើទៅជាវីដេអូទៅវាបកប្រែខុសhết ទូរកម្មទៅគេចង់គេ stop record ទូរកម្មជាការប្រើពាក្យបច្ចេកទេសពេក តែអានអត់យល់ទេគេបកប្រែហ្នឹង យើងឃើញយើងកែលម្អណា ត្រូវចេះអង់គ្លេសទៅដាក់ខ្មែរមើលអត់យល់ទៅចប់rồi រៀនយូរៗទៅចេះឲ្យយល់ទេបងហើយសាកបងអនុវត្តខ្លួនឯងមើលឃើញមិនហ៎ទៅរួចអត់ហើយទុកពេលឲ្យ5នាទីម៉ោង2:40 continue ចំណាយពេលច្រើនលើការគ្រប់គ្រង stock និងប្រតិបត្តិការដោយដៃមែនទេ It's time to upgrade your business the smart way អូខេនេះខ្ញុំកែព័ត៌មានតិចតួចទៅតាមចេញមករៀង better បង data ឃើញតែ បងមិន generate ចេញមកឯងនេះផនយើងហ្នឹងប៉ុន្តែចាសចេះលាក់កន្លែងណាឯងចុចនៅលើ chat GPT ដែលវា convert ទៅជាភាសាខ្មែរ វាយព្រមទៅបងនេះ អូខេ មេរៀនថ្ងៃហ្នឹងគឺអនុវត្តច្រើនបងតាបរៀនឲ្យតែខ្ញុំនិយាយហ្នឹងគឺបានតែខ្ញុំនិយាយនឹងឯង ចេះតែអ្នកគ្រូ ពេលទៅក្រោយមកវិញសួរទៀតអត់ដែរ ចេះតែដែរ ដល់ពេលរៀនឲ្យធ្វើទៅគាត់បានខ្លះ ដល់ពេលរៀនចាដល់ពេលចប់ផ្ញើឲ្យគ្រូវិញអស់ ចប់ឲ្យគ្រូវិញដែរ ធ្វើពេលបងធ្វើអញ្ចឹងហើយkeep do it every day មួយថ្ងៃតែ5 10នាទី20នាទីកន្លះម៉ោងអីហ្នឹងយូរៗខ្លាយទៅជាទម្លាប់ហើយខ្លាយទៅជាទម្លាប់បងចង់ធ្វើអីគឺបងចាប់ដើមមានពន្លឺ idea យើងមកហ្មងថាអូខេឥឡូវហ្នឹងយើងចង់ធ្វើការងារមួយនេះអញ្ចឹងយើងត្រូវប្រើអីយើងដឹងហ្មងហើយតើតើធួខ្ញុំអាប់ដេតឲ្យថ្មីថែមឲ្យថ្មីទៅតាម content មេរៀនណាតើតើអីគេខ្ញុំថែមអាហ្នឹងឲ្យអញ្ចឹងណាគាត់ថាជាទូទៅយើងប្រើ chat GPT ឬក៏ Gemini slide ទី10នេះខ្ញុំគ្រាន់តែឧទាហរណ៍ចេញមកពីក្រុមនេះណានេះក្រុមនេះជារូបមន្តគោអញ្ចឹងណាដល់ពេលslide ទី10នេះគឺរូបមន្តយើងសម្រាយហើយយើង replace កន្លែងហ្នឹងមកអញ្ចឹងណាចឹងបងអាចមើលតកតងនឹងនេះកន្លែង key benefit នេះដាក់តាមនេះក៏បានដែរនេះដាក់តាមនេះអានេះខ្ញុំឧទាហរណ៍តកតង system stock តាតាមពិតចំណុចមួយទាំងអស់នេះណាបើសិនជាបងបបាក់ហោសម្រាប់ business របស់បងដំបូងគេបងអាចសួរជា idea ពី chat GPT មកដើម្បីឲ្យ list down ទាំងអស់នេះឲ្យបង
ហេតុអីបាននៅក្នុង sample prompt នេះខ្ញុំបានចំណុចទាំងអស់នេះដោយសារអីគេខ្ញុំសួរវាច្រើនហើយខ្ញុំប្រាប់វាឲ្យស្គាល់ពី business stock plus ហើយអញ្ចឹងវា understand ពី stock plus ហើយអញ្ចឹងបានពេលដែលខ្ញុំធ្វើមេរៀនមកខ្ញុំចង់ឲ្យវាទាញឧទាហរណ៍ទៅមួយ stock plus គឺវាចាប់ឲ្យអូតូមកអញ្ចឹងណាអញ្ចឹងវិធីដែលធ្វើឲ្យ AI ស្គាល់ពី business របស់យើងគឺបងត្រូវមាន បងដូចខានប្រហែលវគ្គ ហ្នឹងហើយសប្តាហ៍ដែលយើងរៀនពី brand story ហ្នឹងអាហ្នឹងខ្ញុំមានដាក់តកតងនឹងយើងទៅសេតកតង why យើង start business ហ្នឹងអញ្ចឹងណាហេតុអីបើយើងបង្កើត business មួយហ្នឹងមកដោយសារអីហើយនៅក្នុងហ្នឹងយើងមានទាំងបញ្ហារបស់អតិថិជនដំណោះស្រាយដែលជា solution ពីផលិតផល product យើងទៅដល់ជួយអតិថិជនយើងអញ្ចឹងទាំងអស់ហ្នឹងគឺព័ត៌មានទាំងអស់ហ្នឹងគឺយើងយកមកសរសេរចេញទៅជា company profile មួយដែលវា fulfill អឺ ទឹកលែងតែថា vision mission តាមពិត vision mission យើងអាចឲ្យ generate ឲ្យបានដូចគ្នាគ្រាន់តែថាយើងយកមក adjustment បន្ថែមតិចទៅថាតើ vision ហ្នឹងត្រូវតាម vision ដែលយើងចង់បានអត់ចឹងបើសិនជាបងមាន company profile របស់បងហើយបងអាចយក company profile របស់បងធ្វើជា PDF ក៏បាន Word ក៏បាន attach ចូលទៅក្នុងchat GPT ទៅហើយប្រើ prompt ចេះបងគ្រាន់តែ សង្ស័យ attach ដាក់ខ្មែរដែរ attachment ហើយបងអាចប្រើ prompt ថាdo not do anything do anything just learn about my business ជួយ every as until with the confident attachment ក៏បានដែរ attachment ចឹងបងអាចប្រើ prompt ហ្នឹងដើម្បីឲ្យAI learn ពី business របស់បងចឹងពេលដែល AI learn ពី business របស់បងស្គាល់ពី business របស់បងហើយបន្តមកទៀតបងអាចឆាតសួរអីផ្សេងទៀតបានអញ្ចឹងណាអញ្ចឹងនេះខ្ញុំផាសចូលទៅក្នុងឆាតអញ្ចឹងបងបានរ៉ាន់មើលណាចេញ result មើលឃើញហើយអញ្ចឹងបន្ត តែមិនក៏បងរ៉ាន់ជាអក្សរខ្មែរនេះអញរ៉ាន់ចឹង រ៉ាន់ចេញអក្សរអង់គ្លេសតាប៉ុន្តែនេះចង់បានអក្សរខ្មែរវាយប៉ុណ្ណេះមកនេះ ខ្មែរអូអ្វីខ្មែរតអញ្ចឹង សាក់មួយទៀតដាក់ខ្មែរ language ចឹង ចាខ្មែរ language ក៏បានអញ្ចឹងតកតង content ហ្នឹងពេលដែលយើងបានមកអាហ្នឹងយើងអាចទៅសេទៅជា product description ឬមួយក៏យើងយកទៅធ្វើជាវីដេអូ promote ពី product យើងខ្លីៗអញ្ចឹងណាហើយបើសិនជាយើងចង់ធ្វើទៅជាវីដេអូ product យើងខ្លីៗទៀតយើងអាចបន្ថែម prompt បានថា please match to story board អានេះសប្តាហ៍មុនសប្តាហ៍មុនខ្ញុំរៀនពីហ្នឹងដែរតែដូចអត់ទេអានេះខ្ញុំបង្រៀនក្រុមមួយទៀត ច្រើនក្រុមពេក អញ្ចឹងពេលដែលយើង please make a video ចាំនិយាយថាចេះ ChatGPT អត់អាចបង្កើតវីដេអូឲ្យបងបានទេប៉ុន្តែអាចឡើងជា storyboard ឲ្យបងបានន័យថារៀបចំជា guideline ជា plong ឲ្យបងបានអញ្ចឹងណាអញ្ចឹងនេះបងឃើញទេយើងមានplong ទី1នេះplong ទី1ហ្នឹងកន្លែងនេះvisual ហ្នឹងបានន័យថារូបភាពជា graphic អីហ្នឹងយើងចង់បង្ហាញជាលក្ខណៈបែបណាអញ្ចឹងគេប្រាប់យើងឲ្យថាឲ្យយើងធ្វើលក្ខណៈដូចជានៅក្នុង office រូប office មួយអញ្ចឹងណាដែលបុគ្គលិកកំពុងតែរវល់មែនតើអញ្ចឹងណាយើងមើលតាមហ្នឹងយើងរៀបចំ story របស់តាមហ្នឹងហើយបន្ទាប់ពីយើងបានទាំងអស់ហ្នឹងមកឧទាហរណ៍ថាយើងអត់ដឹងត្រូវទៅរៀបចំថតមិនអីមិនទេយើងសេប្រុំបន្ថែមទៀតមកឲ្យជួយទៅសេប្រុំដើម្បី generate រូបភាពហ្នឹងមកឲ្យយើងចេះឧទាហរណ៍ទាំងអស់ហ្នឹងមាន5ប្លង់មាន4ប្លង់អញ្ចឹងយើងត្រូវឲ្យ AI ហ្នឹងបង្កើតប្លង់ទាំង4ប្លង់ហ្នឹងឲ្យយើងតោះពីយើងបាន611ហ្នឹងហើយបាទយើងយក611ហ្នឹងយកទៅgenerate ចេញជាវីដេអូបន្តទៀតអាហ្នឹងយើងអត់បានថតណាចង់និយាយថាយើងអត់ប្រើមនុស្សថតយើងអត់ជួល BA អីថតណាអាហ្នឹងយើងធ្វើអញ្ចឹងវារៀងច្រើនកលៈប៉ុន្តែយើងអាចធ្វើបានលាក់បងសួរបន្តិចមិញហ្នឹង comment លាក់ឲ្យចេញ screen ចេញអីមកហ្នឹងដាក់ comment ទៅ ChatGPT ថាម៉េចនេះមើល okay please make it to video storyboard make it to
video story អូខេ Make it ឥឡូវឧ clear ទាហរណ៍ថាខ្ញុំ story អត់កែអីទេណាឧទាហរណ៍ថាខ្ញុំយកអាហ្នឹងជាលទ្ធផលសម្រាប់ហើយអញ្ចឹងខ្ញុំចង់ឲ្យវាសរសេរប្រមឲ្យwrite in one me attempt là học from như một đơn editing and reconstruction for worker and install door and dollar cần tí chỉ chụp thứ cho là pe nó là pe dạng ban là nó thấy vô từ thôi video nó không ai kì AI វីដេអូវាមានផ្សេងទៀតយើងអាចធ្វើនៅក្នុង Gemini ធ្វើនៅក្នុង Grok ធ្វើនៅក្នុងHalo ក៏បានធ្វើនៅក្នុង Heygen ក៏បានវាទៅមានច្រើនតែ easy ខ្លីៗគឺបងអាចប្រើ voice over បងអាចប្រើអឺ Google Studio ហើយសម្រាប់សកម្មភាពតិចតួចហ្នឹងអាចធ្វើនៅក្នុង Grok ឬក៏ធ្វើនៅក្នុង Gemini គាត់ថា Gemini វីដេអូដែលយើងចេញមកយើងបានអា screen ទៅវិញចេះយើងហៅថា16:9ណា screen ដូច YouTube អញ្ចឹងណា screen ទៅវិញចេះតែបើនៅក្នុងGrok រូបយើងមិនគឺចេញមកអញ្ចឹងនេះណានៅក្នុង Grok នេះនេះបងឃើញនេះខ្ញុំធ្វើcontent dancing ណាវាមើល TikTok ខ្ញុំហ៎តាមដាន TikTok ខ្ញុំហ៎ តាមដាន Facebook Facebook ដូចជាមានផុសដែរបាទ ឯតែមួយចង់និយាយថាចេះពេលយើងយកអា screen មួយហ្នឹងផាសចូលប្រមចូល Gemini ត្រូវទេចាយើងអាប់ឡូតរូបនឹងចូល Gemini ទៅហើយយើងសរសេរប្រមមកយើងចង់ឲ្យវាមានសកម្មភាពអីគេនេះណាអញ្ចឹងយើងយកមួយយកមកផ្គុំគ្នាអញ្ចឹងណាព្រោះវីដេអូដែល AI generate ឲ្យយើងហ្នឹងគឺខ្លីៗហ្នឹងខ្លះប៉ុន្មានAI ខ្លះបាន6នាទីបើគ្រប់ហ្នឹងបាន6នាទីGemini បាន8នាទីប៉ុន្តែ Gemini មួយថ្ងៃយើង generate បានតែ3ឯង3វីដេអូឯងតែចង់ generate ច្រើនជាងហ្នឹងយើងចូលទៅក្នុង flow មួយទៀតដើម្បី generate ហើយបើ Hello ទៅតាម credit របស់យើងវីដេអូមួយអស់25 credit អញ្ចឹងណានេះ Hello ហ្នឹងវីដេអូមួយយើងអស់25 credit អញ្ចឹងឧទាហរណ៍ថាយើងស៊ីនរបស់យើងមាន5ស៊ីនអញ្ចឹងវាអស់125 credit អញ្ចឹងទៅហើយអាហ្នឹងយើងគិតថាយើងសេព្រមទៅដាក់ព្រមមួយហ្នឹងទៅត្រូវចិត្តតែម្ដងតែបើសិនជាអត់ត្រូវទេអាហ្នឹងយើង edit កែប្រែតាមហ្នឹងហើយចិនហ្នឹងមាន free ដែរបងអាចប្រើ free version បានតែគាត់ថា free version ហ្នឹងវាមានបានតែ3វីដេអូអញ្ចឹងណាហើយវីដេអូដែលយើង download មកចូល watermark ហើយគុណភាពវាទូចយើងបានតែ720ឯងអត់បានដល់18ណាវាបានន័យថាវាអត់សូវច្បាស់អញ្ចឹងណាតែចង់និយាយថាចេះរូបដែលយើងនឹងតម្លាក់ចូលទៅ Gemini ធ្វើវីដេអូហ្នឹងគឺមកថាយើងនិយាយពីសោពីយើងតម្លាក់សោរួចចូលទៅហ្មងមែនទេនេះឥឡូវឧទាហរណ៍ហើយឧទាហរណ៍របស់ខ្ញុំតិចសិនណាចានៅលើ screen ហ្នឹងឧទាហរណ៍នេះប្លង់ទី1ប្លង់ទី1 busy office busy screen office scene ជប់ខ្ញុំមើលប្រមទៅសិនប្រមនៅកន្លែងណាអូមិនតាន់បានអីហង X scene តាន់បាន enter ទៅហងអូហ្នឹងត្រូវធ្វើតទៀតទេចានេះខ្ញុំថែមប្រមនេះមួយទៀត ថែម file មួយទៀតសិនណាប្រមខ្លីៗតាគេប្រមតាមគេសិនបង data ហើយចិនឥឡូវគេ update update កាន់តែស្រួលជាងមុនហើយមាន top យើងអាចបង្កើត content មួយដោយយើងគ្រាន់តែសរសេរ topic យើងគ្រាន់តែវាយ topic ចូលទៅវាមកទាំង content យើងនិយាយហើយវាបានទាំង footage ទៀតអាហ្នឹងយើងត្រូវទិញយ៉ាងម៉េចលែយើងត្រូវទិញ free បានបងអាចតេស្តនៅ version free បានតែគ្រាន់ថា free បានតែ3វីដេអូអីចឹងណាផុតពីហ្នឹងទៅផុតហើយហើយចិនវា update មុខងារស្រួលហើយមាន function ច្រើនជាងមុនទៀតសំខាន់បងចង់បានថាមធ្យោបាយ clone voice clone voice អាហ្នឹងជារឿងមួយអាហ្នឹងវាជារឿងមួយហើយព្រោះឲ្យ voice របស់ហើយចិនឲ្យមកស្តុបយើងចង់បានឥឡូវហ្នឹងយើងចាចង់បានសម្លេងយើងហើយឥឡូវហ្នឹងបន្ថែមដំណឹងល្អមួយទៀតឥឡូវវាអានភាសាខ្មែរបានហើយអានអក្សរខ្មែរបានហើយលោកមុនយើងដាក់អក្សរខ្មែរទៅអានចេញហើយឥឡូវអានចេញខ្មែរហើយបើសិនជាដាក់រួចចាំបាត់ហើយតែចង់ឲ្យអនុវត្តណាចង់បង្ហាញឲ្យឃើញហ្នឹងបាននៅអូអីទេតែកំងនិយាយតាម iPad ចា
អត់ចេះចាំសួរទៀត ខ្ញុំបើក អាសាទឹកហ្នឹងវារវល់អា personal ហ្នឹងមក វាមាន option update វា effective នៅលើនឹងស្រាប់ឬក៏យើង ចា ត្រូវ ចា អាប់ដេតលើនឹងស្រាប់បង អូខេ នេះដូចអានេះយើងថតឃើញអត់ដែរទេប៉ុន្តែអានេះដូចជាមាននេះហ្នឹងហើយនេះបងហ្នឹងណាគឺវាបន្ថែមមាន footage ឲ្យយើងមកហ្មងមិនមែនតែយើងនិយាយសុទ្ធហ្មងឯងយើងវាមាន footage មានអី graphic មានអីមកឲ្យយើងមកហ្មងចឹងណានេះទេចឹងចាត់ទុកថារ៉ាន់ប្រមនេះបានសម្រេចហើយណាបើជប់មិញខ្ញុំថាទៅមើលនេះអញ្ចឹងនេះតកតងនឹងយើងចង់បានព្រមសម្រាប់generate រូប graphic មិញណាអញ្ចឹងនេះឥឡូវឲ្យព្រមមកហើយណាអញ្ចឹងបើសិនជាឧទាហរណ៍បងមានរូបដាក់របស់បងអាចattach រូបដាក់របស់បងចូលបន្ថែមទៀតអញ្ចឹងណាដើម្បីឲ្យAI ហ្នឹងស្គាល់ពី product របស់យើងតែដល់ពេលរបស់ខ្ញុំនេះជាទូទៅឯងនិយាយពីរឿង invoice រឿង laptop រឿងអីវាទូទៅឯងអញ្ចឹងខ្ញុំមិនដាក់បន្ថែមក៏បានដែរអញ្ចឹងយើងគ្រាន់តែ copy prompt ហ្នឹងយកមក run ឲ្យ generate រូបមកអញ្ចឹងក្នុងការ run generate រូបខ្ញុំអត់ run នៅក្នុងChatGPT ព្រោះដោយសាររៀងយូរអញ្ចឹងទៅគ្រាន់បានបង្ហាញអញ្ចឹងខ្ញុំយកមក run នៅក្នុងGemini ភាគច្រើនឥឡូវខ្ញុំ generate រូបនៅក្នុង Gemini ព្រោះលឿន លឿនហើយយើងចង់បានresolution ប៉ុណ្ណាក៏បានដែរនេះយើងបន្ថែមណា 8K ឲ្យរូបយើងច្បាស់សារ៉ាន់នៅលើ Gemini លឿនក្នុងការ generate រូបយើងលឿនមែនតើណាបានឧទាហរណ៍ឃើញទេបងហ្នឹងហើយឃើញទេលែដូចវា remember មកខ្ញុំមែនហ្នឹងហើយហើយតមកទីចាំយើងយករូបហ្នឹងធ្វើឲ្យមានចលនាតែឥឡូវឧទាហរណ៍កន្លែងហ្នឹងយើងចង់ឲ្យ action អីគេយើងចូលទៅមើល prompt ចូលទៅមើលstoryboard របស់យើងមើលគេឲ្យយើងធ្វើអីគេអូខេអានេះបើសិនជាយើងអត់ដឹងថាអូខេយើងចង់ឲ្យរូបភាពនឹងមានសកម្មភាពអីបន្តទៀតណាយើងអាចទៅសេព្រមបន្ថែមទៀតបានឲ្យជួយ recommend សកម្មភាពរបស់រូបភាពហ្នឹងអញ្ចឹងណាចឹង ប៉ុន្ ឥ តែ ឡូវ បងចង់សួរតិចពាក់ព័ន្ធនឹងមុខផុនតួដោយសារ យើងយកមុខយើងបានតា អញ្ចឹងប៉ុន្តែ regenerate ច្រើនដង អ វា ត់ទេ ប្រែប្រួលនេះឬក៏យ៉ាងម៉េច ឥឡូវ AI ឆ្លាតជាងមុន អូខេហើយពួកកាមុន AI ច្រើន convert អូ យើងទៅ ពីមុន Chinese generate មុខអត់ដូចទេត្រូវហ៎ ហ្នឹងហើយ ហើយត្រូវប្រើ app អីផ្សេងទៀតតែបើឯងមើលនេះមើលរូបខ្ញុំ generate ឥឡូ ប៉ុ វ ន្តែបើសិនជាយើងបើយើងមានរូបផ្សេងស្អីដែរយើង generate មុខយើងដាក់គាត់បាន ឥឡូវធ្វើអីក៏បានដែរ អូខេ គ្រាន់ថាមានក្រុមមួយចំនួនយើង generate អត់បានទេដូចជារូបកុកកុកកន្លោះការមួយគ្នាអីចឹងណាយើងយករូបមកហើយរូបមនុស្សផ្សេងគ្នាយកមកហើយសេព្រមឲ្យ generate ហ្នឹងគឺវាពេលខ្លះវាបិទវាថាខុស rule ហ្នឹងហើយអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំឲ្យវាសកម្មភាពទៅតាមរូបភាពអញ្ចឹងខ្ញុំចូលគ្រុកមកណាយកគ្រុកខ្ញុំចូលកន្លែង image នេះកន្លែងហ្នឹងយើងទៅយករូបភាពរបស់យើងមករូបមិញហ្នឹងខ្ញុំអត់បានសេព្រមឲ្យវាចេញ format ក្តីប្រឈរអីទេចុះវាចេញមកកូរ៉េអញ្ចឹងយើងយកអាហ្នឹងទៅសិនឧទាហរណ៍មួយសិនអញ្ចឹងណាអញ្ចឹងពេលដែលយើង select មកគឺធម្មតា app ហ្នឹងគឺវាអូតូបង្កើតចលនាឲ្យឯងតែគ្រាន់ថាចលនាហ្នឹងជួនកាលអាចត្រូវតាមអ្វីដែលយើងចង់បានជួនកាលអត់ត្រូវតាមអ្វីដែលយើងចង់បានទេអញ្ចឹងបើសិនជាអត់ត្រូវយើងអាចនៅកន្លែងនេះយើងអាចទៅសេព្រមបន្ថែមអញ្ចឹងណាចឹងចាំតិចទៅពេញឃើញទេហើយយើងឃើញធ្វើសកម្មភាពហ្នឹងណាអូខេយើងគិតថាអូខេអាហ្នឹងយើងអាចយកជាការបានយើង download មកហើយបើថាអត់ត្រូវទេយើងទៅសេព្រមបន្ថែមទៅstress មើលទៅ stress ខ្លាំងមែនហ្នឹងណា stress ទេត្រូវអត់ អញ្ចឹងកន្លែងនេះយើងដាក់ព្រមបន្ថែមនឹងអញ្ចឹងទៅអូខេហើយបន្ទាប់មកយើងផ្សំណាយើងផ្សំរូបតិចយកមកគុំទៅយើងអាចផលិតទៅជា video production បានហើយ
គាត់ថាយើងធ្វើវីដេអូវែង1 ម៉ោង 2 ម៉ោងអត់បានទេតែ1 នាទីកន្លះនាទីអីយើងអាចធ្វើបានអញ្ចឹងណា អូខេអូន ហ្នឹងហើយអូខេទៅមុខទៀតហើយណាអូខេឥឡូវចំណុចបន្តទៀតយើងចូលមកដល់តាក់ទងនឹង marketing នៅក្នុងនេះយើងហៅថា marketing copy ណាអញ្ចឹងព្រមនេះចាំខ្ញុំ share ឲ្យបងអាចចាំយកមើលតាមហ្នឹងណាអញ្ចឹងអានេះគ្រាន់តែ additional បន្ថែមអញ្ចឹងព្រមនេះយើងមានព្រមតាក់ទងនឹងemail marketing ព្រម social media ព្រមហើយនឹងព្រមអានេះព្រមបង្កើត website ទៀតណាឡើងប្រើ developer ឲ្យទៅបង្កើត website នោះណាដោយប្រើព្រមមួយហើយជាមួយនឹងព្រមតាក់ទងនឹង advertising ថ្ងៃនេះខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំចង់ឲ្យបងទាំងអស់គ្នាអនុវត្តអញ្ចឹងខ្ញុំ share ព្រមឲ្យអនុវត្តតែម្ដងណាតកតងនឹង email marketing ហ្នឹងគឺជាវិធីតកតងអតិថិជនដោយផ្ទាល់មួយដែរដែលតាមរយៈ email ហើយប្រភេទ email ហ្នឹងគឺយើងមានជា4ប្រភេទយើងអាចរៀបចំបានណាទីមួយយើងធ្វើជា welcome email សម្រាប់ស្វាគមន៍អតិថិជនថ្មីឬក៏បង្ហាញពីសេវាកម្មឬក៏អត្ថប្រយោជន៍របស់យើងទី2យើងអាចធ្វើជា promotional campaign ដែលជាសារផ្សព្វផ្សាយពិសេសដើម្បីលើកទឹកចិត្តឬក៏ជំរុញឲ្យមានការទិញឬក៏ប្រើប្រាស់សេវាកម្មរបស់យើងអញ្ចឹងបងទាំងគ្នាធ្លាប់ទទួលហើយតកតងនឹងសារអ៊ីមែលដែលគេផ្ញើសារមកអីអញ្ចឹងណាអូខេទី3តកតងនឹង newsletter marketing ជាសារប្រចាំសប្តាហ៍ប្រចាំខែដែលបង្ហាញពីព័ត៌មានថ្មីឬក៏អត្ថបទអប់រំផ្សេងអញ្ចឹងណាហើយសម្រាប់ទី4គឺ re engagement email ដែលយើងផ្ញើទៅអតិថិជនចាស់ឲ្យគាត់ត្រឡប់មកប្រើប្រាស់សេវាកម្មយើងវិញអាហ្នឹងមួយសម្រាប់business ដែលយើងនៅ effective ជាមួយនឹងemail ហើយសម្រាប់តកតងនឹងsocial media ជាប្រភេទcontent ដែលយើងអាចធ្វើឲ្យ brand របស់យើងមានសកម្មភាពទាក់ទាញអារម្មណ៍ធ្វើឲ្យអតិថិជនរបស់យើងចាប់អារម្មណ៍ចងចាំពីយើងហើយតកតងនឹង social media ហ្នឹងនៅយើងហ្នឹងយើងនិយមប្រើមាន Facebook មាន Instagram LinkedIn TikTok អញ្ចឹងជាដើមហើយក៏មាន YouTube ដែរ business ខ្លះក៏ប្រើ YouTube ដែរអញ្ចឹងតកតងនឹង Facebook ភាគច្រើនយើងប្រើ Facebook Post ដើម្បីជាសារលើកទឹកចិត្តឬក៏បង្ហាញពីផលិតផលហើយសម្រាប់ Instagram Caption គឺយើងប្រើពាក្យបរិយាយពីរូបភាពឬក៏វីដេអូបែបរៀងស្និទ្ធស្នាលអញ្ចឹងទៅហើយ LinkedIn បើ LinkedIn យើងហៅថាជា LinkedIn article តែផុសដូចគ្នាណាគ្រាន់តែថានៅក្នុង Facebook គេហៅផុសនៅក្នុង Instagram គេហៅ caption នៅក្នុង LinkedIn គេហៅ article អញ្ចឹងណាចឹងនៅក្នុង LinkedIn យើងអាចផ្សេងជាអត្ថបទផ្លូវការសម្រាប់អ្នកដែលគាត់មានជំនាញឬក៏អ្នកដែលជាអ្នកដឹកនាំអាហ្នឹងគឺពួកគាត់ប្រើនៅក្នុង LinkedIn អញ្ចឹងណាហើយសម្រាប់ TikTok script គឺយើងសរសេរជាវីដេអូខ្លីៗសម្រាប់ក្នុងការផ្សព្វផ្សាយការមានហ្វាន់ខ្លះអីខ្លះជា entertainment ខ្លះដើម្បីលាយនេះអញ្ចឹងណាហើយ TikTok ជាប្រភេទវីដេអូខ្លីៗហើយភាគច្រើនអ្នកដែលគាត់ចូលចិត្តកម្សាន្តគាត់ចូលទៅ TikTok លេងអញ្ចឹងណាអញ្ចឹងតើតើនឹង platform relate ជាមួយនឹង social media ទាំងអស់ហ្នឹងអឺគឺការប្រើប្រាស់ tone សំឡេងឬការដែលយើងបង្កើតវីដេអូឬក៏អត្ថបទចែករំលែកផ្សេងហ្នឹងគឺយើងត្រូវប្រើ tone សំឡេងផ្សេងគ្នាហើយ tone សំឡេងទាំងអស់ហ្នឹងគឺយើងគឺ AI គឺអាចជួយការយើងបាន landing page ជាធម្មតា business ដែល international ឬក៏ក្រុមហ៊ុនដែលចុះបញ្ជីអីហ្នឹងគឺត្រូវមាន page អីហើយជាពិសេសបើក្រុមហ៊ុនដែលចុះបញ្ជីនៅខ្មែរយើងហ្មងគឺត្រូវតែមាន page.ph ទៀតអញ្ចឹងយើង landing page ហ្នឹងយើងហៅថា website ឬក៏គេហទំព័រអញ្ចឹងគេហទំព័រហ្នឹងគឺជាទំព័រដែលអតិថិជនយើងទៅយកព័ត៌មានទៅមើលព័ត៌មានអំពីក្រុមហ៊ុនរបស់យើងឬក៏អំពីសេវាកម្មអីរបស់យើងផ្សេងជាធម្មតាបើ international អឺពេលដែលគេចង់ corporate ក៏ធ្វើ partner ឬក៏ CA ជាមួយយើងគឺគេទៅមើលព័ត៌មាននៅក្នុង page ជាមុនសិនអញ្ចឹងណាតមកទៀតបានគេចាប់ផ្ដើម contact អាច contact តាម website របស់យើងមកឬក៏តាម Facebook page អីអញ្ចឹងទៅ
អញ្ចឹងនៅលើpage របស់យើងហ្នឹងគឺយើងត្រូវមានsection មួយចំនួនដែលយើងត្រូវដាក់តកតងនឹងhero section ហ្នឹងយើងចង់និយាយពីចំណងជើងធំដែលជាចំណាប់អារម្មណ៍តាក់ទាញដល់អ្នកដែលគាត់មើល page របស់យើងហ្នឹងណាមើល website របស់យើងនិយាយ website ហ្នឹងទៅហើយតកតងនឹង feature description ហ្នឹងគឺយើងត្រូវបង្ហាញពីលក្ខណៈពិសេសនៃផលិតផលនិងសេវាកម្មរបស់យើងអញ្ចឹងយើងត្រូវរកកន្លែង menu ដើម្បីដាក់ព័ត៌មានទាំងអស់ហ្នឹងក៏ដូចជា testimonial ផងដែរគឺសំខាន់ជាងគេព័ត៌មានតកតងនឹងសក្ខីកម្មហ្នឹងហ្មងកាលណាយើងមាន testimonial ច្រើនដាក់នៅក្នុង page ហ្នឹងបានន័យថា product និង service របស់យើងហ្នឹងមានការទទួលស្គាល់ច្រើនមានអតិថិជនគាត់ប្រើប្រាស់ច្រើនហើយគាត់ឲ្យគេ feedback មកល្អៗច្រើនអញ្ចឹងណាហើយចុងក្រោយគឺនៅក្នុងនោះយើងមានcall to action ប៊ូតុងដែលយើងដាក់នៅកន្លែងណាមួយឧទាហរណ៍អូខេមើលចាប់អារម្មណ៍ហើយគេយើងចង់ឲ្យគេ message មកយើងតាក់ទងមកយើងត្រូវមានប៊ូតុងហ្នឹងតែនៅកន្លែងណាមួយអញ្ចឹងទៅឲ្យគេចុចទៅឆាតមកយើងអញ្ចឹងទៅឬមួយក៏ call មកយើងអីអញ្ចឹងទៅហ្នឹង call action នៅលើ landing page អញ្ចឹងតកតងនឹង advertisement ហ្នឹងគឺយើងអាចធ្វើបាននៅលើដូចជា Google Ad នៅលើ Google Ad យើងអាចទៅ set caption ឬក៏ keyword សម្រាប់ឲ្យ Google Ad ស្គាល់អញ្ចឹងណាហើយតកតងនឹង Facebook Ad ហ្នឹងខ្ញុំជឿជាក់ថាបងប្អូនទាំងគ្នាធ្លាប់នេះហើយធ្លាប់ផុសបុះនៅលើ Facebook ហីអញ្ចឹងកន្លែងហ្នឹងខ្ញុំមិននិយាយច្រើនក៏បានដែរអូខេចឹងតកតងនឹង advertisement គឺយើងមាន platform ក៏ដូចជា content ដែលយើងធ្វើហ្នឹងយើងអាចធ្វើជាវីដេអូឬក៏ជា banner បានជារូបភាពចឹងតាមរយៈ prompt ដែលខ្ញុំ share ទៅសង្ឃឹមថាបងទាំងអស់គ្នាអាចនឹងយក prompt ហ្នឹងទៅសាកល្បងប្រើប្រាស់ជាមួយនឹង business របស់ខ្លួនឯងហើយសង្ឃឹមថានឹងទទួលបាន feedback អូខេអញ្ចឹងតកតងនឹងcontent តកតង content sale គឺយើងមានរចនាសម្ព័ន្ធ5ដែលទី1គឺយើងនិយាយអំពីopen hook ទី2 problem ទី3 solution ទី4 proof ភស្តុតាងទី5ចំណុចបញ្ចប់អញ្ចឹងនៅក្នុងនេះយើងមានជា sample prompt format ឲ្យឧទាហរណ៍ create 3 minutes sales pitch for កន្លែងនេះយើងដាក់ product series យើងមក company name industry challenge ហើយ solution ដែលយើងបានផ្ដល់ឲ្យជាមួយនឹងresult ដែលយើងរំពឹងទុកហើយខាងក្រោមនេះគឺជា structure ដែលត្រូវជាមួយនឹងរចនាសម្ព័ន្ធរបស់ sales pitch នឹងឯងព្រមទាំងអស់ហ្នឹង copy មកទាំងអស់មកដូរតានៅក្នុងblock គ្នានេះមកបានហើយខាងក្រោមនេះ tone សំឡេងបងដាក់ទៅតាមប្រភេទ business បងត្រូវការ tone សំឡេងបែបណា professional confident motivate ឬមួយក៏ inspiration អញ្ចឹងណាអញ្ចឹងកន្លែង tone សំឡេងនេះគឺយើងដូរតាមហ្នឹងមកអូខេតើតើជំហានទី1យើងនិយាយពី open hook ហ្នឹងចឹងយើងអាចឧទាហរណ៍តើអ្នកដឹងទេថាតើក្រុមហ៊ុនជាច្រើនបាត់បង់ប្រាក់10ទៅ15%នៅក្នុងមួយខែដោយសារតែបញ្ហាគ្រប់គ្រងស្តុកមិនត្រឹមត្រូវនៅឧទាហរណ៍ណាឧទាហរណ៍តកតងមួយស្តុកផ្លឹះទៀតទេហើយបើតកតងនឹង problem អឺយើងត្រូវបង្ហាញបញ្ហារបស់អតិថិជនរបស់យើងដែលគាត់កំពុងប្រឈមអញ្ចឹងឧទាហរណ៍ខ្ញុំនិយាយថាចេះយើងដឹងថា SME ជាច្រើននៅក្នុងប្រទេសកម្ពុជាធ្លាប់ជួបបញ្ហាក្នុងការរក្សាទិន្នន័យនិងគ្រប់គ្រងស្តុកដោយដៃវាជារឿងធម្មតាប៉ុន្តែវាធ្វើឲ្យយើងនឹងបាត់បង់ពេលវេលាខាតទាំងពេលវេលាខាតទាំងប្រាក់ទៅហើយដំណោះស្រាយរបស់យើងតើយើងមានដំណោះស្រាយអ្វីដើម្បីទៅ cover នឹងបញ្ហារបស់ពួកគាត់អញ្ចឹងណាឧទាហរណ៍ stockplus.asia គឺជាប្រព័ន្ធ ERP មួយសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលជួយស្វ័យប្រវត្តិកម្មស្តុកការលក់និងរបាយការណ៍ឲ្យពួកគាត់បានលឿនរហ័សពិតជាក់ស្ដែងមើលបានគ្រប់ទីកន្លែងគ្រប់ពេលវេលាគ្រាន់តែថាគាត់ទៅកន្លែងណាក៏ដោយគាត់អាចទាញ smart device របស់គាត់មកគឺចូលបានតែម្ដង proof ហ្នឹងគឺភស្តុតាងណាយើងត្រូវបង្ហាញភស្តុតាងដើម្បីឲ្យបង្កើននូវភាពទំនុកចិត្តដល់អតិថិជនរបស់យើងដូចយើងអាចលើកជា case study របស់អតិថិជនរបស់យើងដែលគាត់បានទទួលជោគជ័យក្រោយពីប្រើប្រាស់ system របស់យើងឬក៏ testimonial របស់អតិថិជនរបស់យើងអញ្ចឹងកន្លែងហ្នឹងយើងអាចលើកមកឧទាហរណ៍ដូចstock plus ជាមួយនឹងខាងហុងពុំ TSPA អញ្ចឹងពីមុនឲ្យគាត់ប្រើប្រាស់មួយកម្មវិធី stock plus គឺគាត់
ចាយពេលច្រើននៅក្នុងការគ្រប់គ្រងbusiness របស់គាត់គឺគាត់ទៅណាអត់បានទេហើយពីមុននោះ business របស់គាត់មានតែprinting ទៅនៅលើกระดาษកាតុងអីទេប៉ុន្តែក្រោយពីគាត់ប្រើ software ហើយគឺគាត់អាចពង្រីក business គាត់បន្ថែម business របស់គាត់ទៅដល់ premium គេទៅដល់ផលិតកែវផលិតឥឡូវហ្នឹងផលិតចានកระดาษអីផ្សេងជាច្រើនទៀតណាអញ្ចឹងមិនថាគាត់បង្រីក business គាត់អញ្ចឹងហើយគឺគាត់អាចមានពេលវេលាគាត់អាចចេញក្រៅកន្លែងបានអឺពីមុនពេលដែលត្រូវចេញខចេញអីម្ដងទៅឲ្យភ្ញៀវគឺតើតាគាត់អ្នកធ្វើតែឥឡូវហ្នឹងគាត់អាចឲ្យផ្ទៃការងារហ្នឹងទៅឲ្យបុគ្គលិករបស់គាត់ធ្វើបានដោយសារអីដោយសារ everything គឺយើងបានចងនៅក្នុង system រួចហើយអញ្ចឹងណាអញ្ចឹងអានេះវាជា testimony គឺជាភស្តុតាងជា case study របស់អតិថិជនដែលគាត់ធ្លាប់បានប្រើប្រាស់ជាមួយ software អញ្ចឹងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរកមើល testimony ហើយនឹងភស្តុតាងឬ case study របស់អតិថិជនរបស់យើងដែលបានប្រើប្រាស់ជាមួយនឹងសេវាកម្មឬក៏ផលិតផលរបស់យើងហើយកន្លែងខ្លះហ្នឹងគឺយើងប្រើ call to action នឹងឯងកន្លែងខ្លះចុងក្រោយហ្នឹងណាអញ្ចឹង call to action របស់យើងហ្នឹងយើងចង់ឲ្យអីគេចុងក្រោយអតិថិជនទិញផលិតផលឬសេវាកម្មរបស់យើងដាក់នៅក្នុងចុងក្រោយហ្នឹងមកឧទាហរណ៍តើអ្នកចង់បានប្រព័ន្ធ ERP ដើម្បីជួយអ្នកដែរឬទេយើងអាចផ្ដល់នៅ demo ដែលគិតថ្លៃឲ្យលោកអ្នកបានរយៈពេល1ខែអញ្ចឹងទៅនេះខ្ញុំឧទាហរណ៍ខ្លួនឯងណាបន្តមកទៀតយើងនិយាយអំពីការ follow up message strategy អញ្ចឹងខ្ញុំមាន3ចំណុចអញ្ចឹងនិយាយពី step ទី1ដំណាក់កាលទី1យើងផ្ញើសារអរគុណទៅអតិថិជនយើងបន្ថែមជាមួយនឹងតម្លៃគុណតម្លៃបន្ថែមទៀតឧទាហរណ៍សួស្តីលោកស្រីហើយយើងដាក់ឈ្មោះអតិថិជនយើងមកអរគុណសម្រាប់ពេលវេលានៅម្សិលមិញខ្ញុំបានភ្ជាប់ជាមួយនឹងឯកសាររបាយការណ៍ឧទាហរណ៍ពី software ដើម្បីឲ្យលោកអ្នកពិនិត្យប្រសិនបើពេលនេះមិនសមស្របទេក៏អាចកំណត់ពេលជួបគ្នាពេលក្រោយបន្ថែមទៀតចាំឧទាហរណ៍ថាយើងជួបជាមួយអតិថិជនយើងហើយអញ្ចឹងណាបន្ទាប់ពីជួបទៅហើយយើងអត់ប្រឡែងយើងផ្ញើសារទៅគាត់ប្រាប់គាត់ឧទាហរណ៍ថាយើងចែកគ្នាហើយមើលទៅគាត់ចាប់អារម្មណ៍ហើយយើងផ្ញើជា link demo ជាមួយ user password អីគាត់អញ្ចឹងណាអានេះតកតងរបស់ខ្ញុំហើយបើបងប្អូនទាំងគ្នាយើងអាចជាផ្ញើជា catalog ក៏អាចផ្ញើជា sample ប្រដាក់ហើយឬក៏តម្លៃឲ្យគាត់អញ្ចឹងទៅខ្ញុំប្រហែលជាអាចនឹងទៅលឿនតិចអូខេអានេះជា prompt អញ្ចឹងនេះគឺជា prompt តកតងនឹងការ follow up ទាំង3 step ដែលខ្ញុំបានដាក់នៅ slide មុនហ្នឹងណាហើយសម្រាប់link ដែលខ្ញុំ share ទៅឲ្យនេះគឺជា result ចេញមកពី prompt ទាំង3នេះហើយប៉ុន្តែខ្ញុំដាក់ reflect មកស្តុកផ្លឹងអញ្ចឹងទៅ AI generate ឲ្យខ្ញុំមកស្អាតអញ្ចឹងហ្មងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចយក prompt ទាំង3នេះយកទៅ run សម្រាប់ business ខ្លួនឯងនឹងទទួលបាន result ដូចរបស់ខ្ញុំដែរអញ្ចឹងអានេះពេលយើងបានអញ្ចឹងហើយយើងអាចយកអានោះទុកប្រើហ្មងអញ្ចឹងនៅពេលដែលមានអតិថិជនមកយើងដល់ copy បានហ្នឹងទៅយើងងាយស្រួលចាអញ្ចឹងបន្តមកទៀតយើងនឹងរៀនអំពីការដោះស្រាយការបដិសេធរបស់ភ្ញៀវធ្លាប់ថាភ្ញៀវពេលដែលយើងតាក់ទងទៅឲ្យភ្ញៀវថាអូយថ្លៃមែនអើយអានោះថ្លៃអត់ត្រូវការអញ្ចឹងនៅពេលណាដែលបងប្អូនគ្នាជួបប្រទះនឹងការបដិសេធពីអតិថិជនរបស់យើងអឺដោយដែលបាន list down អញ្ចឹងណាយើងបន្តមកទៀតហ្នឹងយើងត្រូវធ្វើម៉េចឧទាហរណ៍ថាអឺពេលដែលយើងជួបអតិថិជនគាត់ឆ្លើយអូយ too expensive យើងអត់ដឹងថា reply ទៅវិញមិនទេនេះជំនួយការយើងណែអញ្ចឹងយើងឲ្យ AI ជួយសរសេរឲ្យយើងនៅចម្លើយដែលយើងត្រូវ reply ទៅភ្ញៀវតែបើសិនភ្ញៀវឆ្លើយមកយើង too expensive យើងត្រូវ reply មិនneed to think យើងត្រូវ reaction ទៅមិនជាមួយភ្ញៀវវិញnot right time តែយើងត្រូវធ្វើសកម្មភាពអីបន្តទៀតធ្វើម៉េចកុំឲ្យអតិថិជនហ្នឹងចេញរួចផុតពីដៃយើងអញ្ចឹងយើងសរុបមកវិញសម្រាប់ AI Share Toolkit ហ្នឹងគឺយើងមានតកតងនឹង research content ហើយនឹង engagement អញ្ចឹង research យើងអាចប្រើ AI ជួយធ្វើ customer persona តកតងនឹង profile របស់ customer ព័ត៌មានរបស់ customer ផ្សេងmarket analyze competitor inter ហើយនិង lead qualification ហើយ content គឺយើងអាចរៀបចំចេញជា product description ក៏ដូចជា sell email advertise copy ឬក៏ social media post សម្រាប់engagement content យើងអាចធ្វើជា share page ឬក៏តកតងនឹង follow up message follow up action ហើយ
ជាមួយនឹងការឆ្លើយតបជាមួយនឹងresponse បដិសេធរបស់ភ្ញៀវមកយើងគេហៅថាជា best practice ណាbest practice គឺយើងត្រូវប្រើ AI plus ជាមួយនឹងhuman touch បានន័យថា AI នេះជាជំនួយហើយយើងក្នុងនាមយើងជា human ណាគឺយើងជាអ្នកមើលវិភាគហើយនឹងធ្វើការសម្រេចចិត្តអញ្ចឹងខាងយើងមានបែងចែកជាពីរdo និងdon't អញ្ចឹងណាអញ្ចឹង do ហ្នឹងយើងត្រូវធ្វើអីគេខ្លះយើងអាចប្រើ AI ជាការ starting point យើង edit ហើយនឹង personalize ស្រាប់ output test different approach ហើយរក្សាសំឡេងជាមួយនឹង branding របស់យើងណាហើយមួយទៀតយើងត្រូវ verify ថាព័ត៌មានអីគេពិតព័ត៌មានអីដែលមិនពិតហើយយើងធ្វើយ៉ាងម៉េចឲ្យត្រូវតាមគេហៅថាចំណាប់អារម្មណ៍ការយល់ចិត្តរបស់មនុស្សអ្វីដែលយើងមិនគួរធ្វើយើងអត់គួរ copy ផាសទេយើងអត់ត្រូវ copy ផាសយក direct ដោយអត់បានមើលអត់បានវិភាគហើយអត់បានកែតម្រូវទេព្រោះយើងឃើញឯងព្រោះពាក្យពេចន៍ខ្លះយើងមកអត់ត្រូវពេលខ្លះcontent ហ្នឹងរៀងឆ្កងអីចឹងណាចាជាពិសេសនេះរឿងខាខុសអក្ខរាវិរុទ្ធហ្មងជួនកាលប្រើពាក្យមកយើងស្ដាប់អត់យល់នឹងពាក្យហ្នឹងបានន័យថាមិនហុងចាហើយទេយើងមិនត្រូវពឹងផ្អែកនៅលើ AI 100%ទេហើយក៏យើងអត់ត្រូវ ignore ជាមួយ customer feedback ដែរអញ្ចឹងបន្ត final project តើតើនឹងការងារដែលបងនឹងត្រូវយកទៅ complete សម្រាប់អាជីវកម្មរៀងៗខ្លួនអានេះជា assignment ណាអូខេ assignment part 1យើង research 30%content យើងចំណាយ40%ក្នុងការរៀបចំ content ហើយទី3យើងតកតងនឹង follow up យើងត្រូវចែកពេល30%ដូចគ្នាអស់ហើយមេថ្ងៃនេះពេលច្រើនខ្ញុំ share ជា prompt ទេ ចាំថាសួរ ចា ហ្នឹងបងប្អូនអត់តេះហ្នឹងបងសាក អូខេអញ្ចឹងចុងក្រោយសូមជូនពរឲ្យទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងអាជីវកម្មត្រូវចងចាំថាអាជីវកម្មយើងរីកចម្រើនយើងនឹងអាចជួយសេដ្ឋកិច្ចជាតិយើងរីកចម្រើនដូចគ្នា